បាទសួស្តីបងប្អូនបាទថ្ងៃនេះយើងមកជួបគ្នាជាមួយនឹងវីដេអូមើលនៅខ្សែបាតដៃបន្តទៀតណាបងប្អូនណាបាទវីដេអូនេះក៏ខ្ញុំយកបាតដៃបងប្អូនយើងដែលខ្ញុំមើលជាមួយខ្ញុំតាម Messenger ណាបងប្អូនណាបាទពីព្រោះគាត់នៅ USA បាទអ្នក USA គាត់ច្រើនតែមើលតាម Messenger តាមឆាតណាបងប្អូនណាបាទហើយគាត់ក៏ឲ្យខ្ញុំយកមកដាក់ YouTube ដើម្បីគាត់បានមើលនៅខ្សែបាតដៃគាត់ផងណាបងប្អូនណាខ្ញុំក៏យកមកដាក់ YouTube ដើម្បីចែកជូនបងប្អូនបានយល់អំពីខ្សែមួយចំនួនដែលបងប្អូនមិនមានណាបងប្អូនណាបាទពីព្រោះខ្សែបាតដៃគាត់នេះគឺឃើញមានខ្សែច្រើនណាបងប្អូនណាបាទអញ្ចឹងកុំឲ្យខាតពេលយូរយើងចាប់មើលនៅខ្សែបាតដៃនេះតែម្ដងណាបាទដំបូងគឺយើងមើលទៅលើខ្សែជីវិតណាបងប្អូនណាយើងមើលទាំងឆ្វេងទាំងស្ដាំទៅគឺខ្សែជីវិតរបស់គាត់នេះយើងឃើញមានខ្សែចាកពីក្មេងចំណុចនេះណាបងប្អូនណាបាទហើយយើងឃើញខាងនេះក៏មានខ្សែចាកផងដែរណាបងប្អូនណាបាទគ្រាន់ថាយើងមើលមិនសូវច្បាស់ទេពីព្រោះរឿងវាកន្លងផុតទៅហើយបាទយើងមើលខ្សែជីវិតខាងនេះគឺមិនស្អាតទេមានខ្សែកាត់ច្រើនណាខ្សែឧបសគ្គច្រើនហើយអុចខ្មៅណាបងប្អូនណាបាទខាងនេះដូចគ្នាណាមានខ្សែឧបសគ្គកាត់បានន័យថាជីវិតគាត់ពីក្មេងបាទរហូតដល់អាយុ30ឆ្នាំហ្នឹងគឺជួបឧបសគ្គច្រើនជួបបញ្ហាច្រើននៅក្នុងជីវិតណាបងប្អូនណាក៏ប៉ុន្តែវ័យ30ឆ្នាំជាងហ្នឹងគឺមានខ្សែជីវិតផ្លាស់ប្ដូរណាបងប្អូនណាបងប្អូនមកមើលចំណុចនេះណាបងប្អូនណាគឺមានខ្សែបាញ់ឡើងពីខ្សែជីវិតនេះណាបងប្អូនណាបាទហ្នឹងគឺជីវិតមានខ្សែផ្លាស់ប្ដូរបានន័យថាជីវិតគាត់មានលំនឹងនៃជីវិតបាទបងប្អូននេះគឺខ្សែឧបសគ្គបាទខ្សែឧបសគ្គដែលកាត់មកដល់ខ្សែខួរក្បាលនេះដែលហៅថាខ្សែអាចជាខ្សែសរសៃប្រសាទណាបងប្អូនណាដែលអាចមានបញ្ហារឿងឧបសគ្គផ្សេងធ្វើឲ្យប៉ះពាល់ទៅដល់ខួរក្បាលជាដើមណាទៅដល់ការគិតនឹងបាទបងប្អូនយើងមើលខ្សែខួរក្បាលរបស់គាត់ក៏មានការខូចខាតមានសមោងខ្មៅច្រើនអាចថាភ្លេចភ្លាំងច្រើនណាបងប្អូនណាបាទពីព្រោះជួបឧបសគ្គច្រើនពីក្មេងណាបងប្អូនណាវាដិតដាមនៅក្នុងអារម្មណ៍របស់គាត់អញ្ចឹងទៅបាទក៏ប៉ុន្តែខ្សែបាតដៃរបស់គាត់នេះគឺវ័យកាន់តែចាស់កាន់តែប្រសើរណាយើងឃើញនៅពាក់កណ្ដាលវ័យរបស់គាត់អាយុ30ក្រាស់នោះគឺឃើញមានខ្សែបាញ់ឡើងចេញអំពីខ្សែជីវិតណាបងប្អូនណាបាទគឺជីវិតគឺមានរឿងល្អជួបភាពជោគជ័យបាទជួបភាពរុងរឿងណាបងប្អូនណាបាទហើយគាត់ក៏មានខ្សែលាភសំណាងច្រើនដែលបាញ់ចេញពីខ្សែជីវិតណាបងប្អូនណាបាទទៅខ្សែបាតដៃរបស់គាត់នេះឃើញមានខ្សែរវាមច្រើនបាទយើងមើលទៅតាមខ្សែដែលបាញ់ចេញអំពីខ្សែជីវិតហ្នឹងណាបងប្អូនណាបាទនឹងខ្សែវាសនាក្រៅប្រទេសរបស់គាត់ណាបងប្អូនមើលណាអ្នកដែលមានខ្សែវាសនាក្រៅប្រទេសគឺគាត់នឹងបានទៅរស់នៅប្រទេសក្រៅបាទទៅតាមធម្មពលនៃខ្សែហ្នឹងច្បាស់ល្អឬមិនល្អស្អាតឬមិនស្អាតអ្នកខ្លះក៏បានត្រឹមតែទៅធ្វើការអ្នកខ្លះក៏បានត្រឹមតែទៅសិក្សាអ្នកខ្លះក៏បានត្រឹមតែប្រាក់ឧបត្ថម្ភទេបាទតែខ្សែបាតដៃគាត់នេះគឺខ្សែបាតដៃដែលមានបុណ្យខ្សែបុណ្យចាស់ច្រើនណាបងប្អូនមើលចំណុចនេះគឺខ្សែបុណ្យចាស់ណាចំណុចនេះក៏ខ្សែបុណ្យចាស់មកប្រទាក់ជាមួយនឹងខ្សែព្រះអាទិត្យបានទៅជាត្រីមង្គលនៅចំណុចនេះទៀតណាបងប្អូនណាបាទខ្សែបាតដៃគាត់នេះគឺល្អក៏មានកាកបាទនៅចំណុចនេះបាទកើតអំពីខ្សែរុងរឿងនិងខ្សែវាសនាក្រៅប្រទេសណាបងប្អូនណាបាទគឺកើតអំពីខ្សែរុងរឿងនិងខ្សែវាសនាក្រៅប្រទេសបាទក៏បានទៅជាកាកបាទនៅចន្លោះខ្សែខួរក្បាលនិងខ្សែបេះដូងដែលជាកាកបាទល្អណាបងប្អូនណាបាទអញ្ចឹងកាកបាទល្អមានតែពីរកន្លែងទេមានតែក្រោមម្រាមដៃចង្អុលនិងចន្លោះខ្សែខួរក្បាលនិងខ្សែបេះដូងនោះឯងក្រៅពីហ្នឹងគឺសិតតែជាមានបញ្ហាណាបងប្អូនណាបាទចំណុចនេះក៏បងប្អូនឃើញដូចជាកាកបាទដែរណាបងប្អូនណាក៏ប៉ុន្តែគឺមានខ្សែជារាងជាការ៉េបាទព័ទ្ធកាកបាទហ្នឹងណាបងប្អូនឃើញទេបាទរាងជាការ៉េព័ទ្ធកាកបាទនេះគឺការឃុំគ្រងណាបាទកាកបាទដល់ពេលជួបជាមួយនឹងការ៉េអញ្ចឹងទៅក៏คล้ายទៅជាសញ្ញាស្គាល់ដែលខ្ញុំធ្លាប់បង្រៀនគឺភាពល្បីល្បាញហើយកើតនៅក្នុងថង់មាសថង់ប្រាក់ទៀតណាបងប្អូនណាបាទបងប្អូនមើលណាកន្លែងនេះគឺជាថង់មាសថង់ប្រាក់បាទគឺជាខ្សែវាសនាហើយនឹងខ្សែខួរក្បាលនិងខ្សែចំនួននេះបានកាត់ចេញជាត្រីកោណណាបងប្អូនណាបាទកន្លែងនេះក៏កាត់ចេញជាត្រីកោណផងដែរណាបងប្អូនណា
បាទក៏ចេញជាការ៉េចេញជាកាកបាទបាទអញ្ចឹងកាកបាទបានជួបជាមួយការ៉េអញ្ចឹងនៅក្នុងការ៉េអញ្ចឹងគឺជាការខុំក្រងបាទហើយនឹងភាពល្បីល្បាញណាបងប្អូនណាបាទគឺមិនអាក្រក់ទេបើសិនជាអត់មានហើយយើងឃើញរង្វង់មូលក៏ព័ទ្ធជុំវិញនៅកាកបាទនឹងផងដែរបាទរង្វង់មូលគឺជាការខុំក្រងដូចគ្នាណាបងប្អូនណាបាទអញ្ចឹងបងប្អូនយើងមើលទៅតាមសញ្ញាមួយមិនមែនឃើញថាកាកបាទហ្នឹងគឺអាក្រក់ទេឲ្យតែមានកាកបាទមានខ្សែមកភ្ជាប់ទៅជាត្រីមង្គលក៏មានណាបងប្អូនណាបាទកាកបាទក៏មានភ្ជាប់ទៅជាសញ្ញាស្គរទៅជារាងផ្សេងណាអញ្ចឹងទៅជាល្អទៅវិញណាបងប្អូនណាបាទហើយយើងមើលខ្សែបំចាស់ឲ្យផលរបស់គាត់មានដល់តែ2បាទហើយនេះគឺខ្សែមរតកណាបងប្អូនណាបាទឬក៏ខ្សែយើងហៅថាអចលនទ្រព្យបាទគឺទ្រព្យសម្បត្តិដែលជាអចលនទ្រព្យដីធ្លីយើងក៏ឃើញគាត់មានខ្សែដីធ្លីផ្ទះសម្បែងបាទហើយខ្សែបាតដៃគាត់នេះក៏មានផ្ទះបុណ្យផងដែរណាបងប្អូនណាបាទខ្សែបាតដៃគាត់នេះគឺវ័យកាន់តែចាស់កាន់តែល្អណាបងប្អូនសង្កេតមើលណាឲ្យតែខ្សែវាសនានៅខាងលើនេះគឺដិតច្បាស់ហើយស្អាតណាខ្សែព្រះអាទិត្យនិងខ្សែវាសនាណាគឺវ័យចាស់គឺនឹងល្អប្រសើរបាទពីព្រោះខ្សែវាសនានៅវ័យចាស់នេះគឺយើងនៅខាងលើនេះគឺវ័យចាស់ណាបងប្អូនណាបាទយើងគណនាខ្សែវាសនាពីក្រោមទៅបាទបើខ្សែជីវិតយើងគណនាពីលើចុះណាហើយខ្សែខួរក្បាលក៏គណនាពីចន្លោះមេដៃហើយនឹងចន្លោះចង្អុលដៃហ្នឹងមកខាងនេះដូចគ្នាណាបាទចំណែកខ្សែបេះដូងគឺគណនាពីខាងកូនដៃនេះទៅវិញចឹងណាយើងត្រូវចាំឲ្យច្បាស់រឿងការគណនាអាយុខ្សែមួយបាទបងប្អូនចាំណាខ្សែចំនួនខ្សែវាសនាគឺត្រូវគណនាពីក្រោមទៅលើណាបងប្អូនណាបាទគឺមានតែខ្សែជីវិតទេដែលគណនាពីលើចុះមកក្រោមណាបងប្អូនណាហើយខ្សែបេះដូងចាំគណនាពីកូនដៃទៅខាងចង្អុលដៃវិញណាយើងត្រូវចាំអំពីការគណនាខ្សែមួយណាបងប្អូនណាបាទថ្ងៃនេះបំពង់កក៏មិនសូវល្អផងដែរបាទពីព្រោះម្សិលមិញនេះក៏បានទៅកឋិនខាងកំពង់ឆ្នាំងណាបងប្អូនណាជូនបងប្អូនគ្រប់គ្នាបាទហើយដឹងឮដល់ណាក៏ជូនបនដល់នឹងណាបងប្អូនណាសូមអនុមោទនាឲ្យបានបនស្មើខ្ញុំផងដែរណាបងប្អូនណាបានទៅកឋិននៅខាងកំពង់ឆ្នាំងបាទខ្សែបាតដៃនេះគឺវ័យចាស់កាន់តែល្អដោយសារខ្សែខាងលើរបស់គាត់នេះគឺមានដល់ទៅ2ហើយច្បាស់ល្អណាបងប្អូនណាបាទយើងឃើញទាំងគាត់មានខ្សែគ្រប់ទាំងអស់ណាមានទាំងខ្សែចំនួនមានទាំងខ្សែព្រះអាទិត្យខ្សែវាសនាហើយនិងខ្សែជោគជ័យបាទអញ្ចឹងខ្សែបាតដៃនេះវ័យកាន់តែចាស់កាន់តែល្អបាទបងប្អូនចាំណាអ្នកដែលមានខ្សែវាសនាឬខ្សែព្រះអាទិត្យដល់គល់ម្រាមណាជាបុគ្គលអាយុវែងហើយក៏មានលុយកាក់ចាយវាយបាទរហូតដល់ចាស់ណាគឺមានលុយកាក់ចាយវាយដោយសេរីតែម្ដងណាបងប្អូនណាវ័យចាស់គឺគាត់មានលុយកាក់ចាយវាយមិនខ្វះបាទណាបងប្អូនណាបាទគឺជាមនុស្សដែលមានវាសនាល្អនៅវ័យចាស់បាទពីក្មេងគឺជួបបញ្ហាច្រើនខ្សែជីវិតគាត់នេះបាទតែពាក់កណ្ដាលវ័យរបស់គាត់គឺល្អប្រសើរណាបងប្អូនណាយើងមើលទៅតាមខ្សែដែលគាត់មាននឹងណាបងប្អូនណាខ្សែបាតដៃយើងបែងចែកខ្សែមួយឲ្យដាច់ពីគ្នាទៅគឺយើងអាចនឹងអានបានអាចនឹងដឹងរឿងនៅក្នុងខ្សែបាតដៃយើងហើយណាបងប្អូនណាតែបងប្អូនត្រូវមើលឲ្យច្បាស់ណាមិនមែនខ្សែដូចជាកូនសិស្សខ្លះហ្នឹងគាត់ទិញសៀវភៅទៅខ្សែមិនមែនចេញជារាងផ្កាយក៏គាត់ថាផ្កាយអញ្ចឹងទៅណាដល់អញ្ចឹងទៅមើលអត់ត្រូវទេបាទយើងមើលខ្សែមើលឲ្យត្រូវរាងខ្សែនឹងឲ្យច្បាស់បាទពីព្រោះខ្ញុំធ្លាប់បញ្យល់ច្រើនគ្រប់វីដេអូហើយបាទរឿងផ្កាយហ្នឹងតលតែខ្សែហ្នឹងវាពេញជ្រុងអញ្ចឹងណាបងប្អូនណាអត់មែនថាខ្សែហ្នឹងដុសទៅពីត្រពាំងយើងមើលថាផ្កាយដែរតាមការនឹកសម័យរបស់យើងទៅណាអញ្ចឹងវាអត់ត្រូវរឿងបាទណាបងប្អូនណាយើងមើលទៅតាមខ្សែដែលមានហ្នឹងឲ្យច្បាស់ទៅរឿងហ្នឹងវាពិតប្រាកដច្បាស់លាស់ល្អណាបងប្អូនណាបាទនេះគ្រាន់តែចង់បង្ហាញបងប្អូនអំពីខ្សែខ្លះដែលបងប្អូននៅមិនតាន់យល់បាទ
អញ្ចឹងខ្សែបាតដៃហ្នឹងក៏ប៉ុណ្្នឹងចុះណាបងប្អូនណាពីព្រោះថ្ងៃនេះសំឡេងគឺមិនសូវល្អទេពីព្រោះផ្ដាសាយផងណាបងប្អូនណាបាទអញ្ចឹងសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ